កាលពីព្រេងនាយមានព្រៃមួយកន្លែងដែលអណ្ដើកក្អែកនិងកណ្ដូររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលក្នុងនាមជាមត្រល្អពួកគេតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រប់ស្ថានភាពលំបាកថ្ងៃមួយពេលកំពុងអង្គុយនិយាយគ្នានៅក្បែរបឹងពួកគេក៏ឃើញសត្វក្តានមួយក្បាលដើរមកជិតពួកគេដោយឃើញសត្វក្តានជាលើកដំបូងនៅក្នុងព្រៃអណ្ដើកក៏និយាយថាអ្នកគឺជាសត្វថ្មីមែនទេខ្ញុំមិនដែលឃើញអ្នកនៅទីនេះក្នុងព្រៃពីមុនមកទេព្រៃចុងក្រោយដែលខ្ញុំធ្លាប់រស់នៅខ្ញុំគ្មានមិត្តភ័ក្តិនៅទីនោះទេខ្ញុំព្យាយាមរាប់អានសត្វផ្ទៃទៀតដែរប៉ុន្តែគ្មាននរណាចង់ធ្វើជាមិត្តជាមួយខ្ញុំទេដូច្នេះហើយខ្ញុំក៏ចាកចេញពីព្រៃនោះរហូតមកដល់ទីនេះអញ្ចឹងមានន័យថាអ្នកនៅម្នាក់ឯងហើយត្រូវការមិត្តមែនទេមែនហើយអណ្ដើកក្អែកនិងកណ្ដុរមើលមុខគ្នាហើយញឹមទោះបីជាពីមុនយើងមានគ្នាត្រឹមតែ3នាក់ប៉ុន្តែពេលនេះយើងមានគ្នាដល់ទៅ4នាក់ហើយសត្វក្តានក៏បានរាប់អានពួកគេហើយថ្ងៃបន្ទាប់មកសត្វទាំង4ក៏បែកគ្នាទៅរកចំណីហើយជួបជុំគ្នានៅពេលល្ងាចនៅកន្លែងដដែលអ្វីដំណើរការទៅដូចធម្មតារយៈពេល2-3ថ្ងៃថ្ងៃមួយសត្វក្តានមិនបានត្រឡប់មកវិញដែលធ្វើឲ្យមិត្តភក្តិទៀតមានការព្រួយបារម្ភព្រះអាទិត្យជិតលិចហើយហេតុអ្វីបានជាសត្វក្តានមិនទាន់ត្រឡប់មកវិញទៀតគាត់មិនដែលមកយឺតទេមែនហើយគាត់គួរតែត្រឡប់មកវិញតាំងពីយូរមកហើយបាទយើងនឹងទៅរកគាត់ទេកុំទៅទាំងពីរនាក់អីខ្ញុំអាចហោះបានខ្ញុំអាចមើលឃើញពីលើបានទូលំទូលាយហើយអាចរកគាត់ឃើញបានលឿនបន្ទាប់ពីដើររកមួយសន្ទុះមិត្តភក្តិទាំងនោះក៏ចាប់ផ្ដើមស្វែងរកសត្វក្តានក្អែកបានឮសំឡេងមួយក៏ក្រឡេកមើលទៅដីហើយឃើញសត្វក្តានជាប់អន្ទាក់ដោយឃើញមិត្តរបស់ខ្លួនស្ថិតក្នុងស្ថានភាពដ៏វេទនាបែបនេះវាក៏ចុះទៅរកមិត្តភក្តិរបស់វាភ្លាមមិត្តសម្លាញ់ឲ្យជួយខ្ញុំផងសង្គ្រោះខ្ញុំផងកុំបារម្ភអីចាំខ្ញុំរកវិធីដោះស្រាយដោយមិនបង្អង់យូរគាត់ក៏ហោះត្រឡប់ទៅរកអណ្ដើកនិងកណ្ដុរដែលកំពុងរងចាំគាត់ក្អែកបានប្រាប់ពួកគេពីស្ថានភាពទាំងអស់តើអ្នកថាដូចម្ដេចអ្នកប្រមាញ់មែនទេបាទអ្នកប្រមាញ់កំពុងតែមកទីនេះហើយមុនពេលអ្នកប្រមាញ់ត្រឡប់មកវិញសូមទៅជាមួយខ្ញុំមិត្តសម្លាញ់កាត់សំណាញ់នោះចេញដោយធ្មេញមុតស្រួចរបស់អ្នកទៅក្អែកនិងកណ្ដុរបានមកដល់យើងជិតដល់ហើយមិត្តសម្លាញ់កណ្ដុរកាត់សំណាញ់យ៉ាងរហ័សហើយក្តានក៏ត្រូវបានដោះលែងអណ្ដើកក៏បានទៅដល់ទីនោះដែរតើអ្នកសុខសប្បាយទេមិត្តសម្លាញ់ហើយខ្ញុំមិនអីទេអ្នកទាំងអស់គ្នាបានជួយសង្គ្រោះខ្ញុំស្រាប់តែអ្នកប្រមាញ់ត្រឡប់មកវិញហើយឃើញក្តានត្រូវបានដោះលែងកណ្ដុរបានឃើញអ្នកប្រមាញ់អោព្រះអើយអ្នកប្រមាញ់មកដល់ហើយរត់ដោយឃើញអ្នកប្រមាញ់កំពុងខិតជិតមកពួកគេទាំងអស់គ្នាក៏រត់គេចខ្លួនក្អែកហោះទៅបាត់កណ្ដុររត់ចូលទៅក្នុងរន្ធដែលនៅជិតបំផុតក្តានរត់ចូលទៅក្នុងព្រៃប៉ុន្តែអណ្ដើកមិនអាចរត់ឬលាក់ខ្លួនបានឡើយអ្នកប្រមាញ់ចាប់បានអណ្ដើកដាក់ក្នុងថង់ហើយយកវាទៅបាត់បន្ទាប់ពីមួយសន្ទុះមកក្តានកណ្ដុរនិងក្អែកបានជួបជុំគ្នានៅកន្លែងមួយដោយភាពសោកសៅនិងខកចិត្តអណ្ដើកត្រូវបានគេចាប់ទៅដើម្បីសង្គ្រោះជីវិតខ្ញុំមានល្បិចមួយដែលអាចជួយសង្គ្រោះអណ្ដើកបានធ្វើដូចម្ដេចអ្នកប្រមាញ់មានតែម្នាក់ឯងទេហើយយើងមានគ្នាដល់ទៅ3នាក់គាត់មិនទាន់ទៅដល់មាត់ទន្លេនៅឡើយទេគាត់បានពន្យល់ផែនការនេះយ៉ាងមុតមមទៅកាន់ពួកគេជាគំនិតដ៏ល្អណាស់តោះយើងទៅលុះទៅដល់មាត់បឹងក្តានក៏ធ្វើជាដេកស្លាប់តាមផែនការរបស់ក្អែកហើយក្អែកក៏ធ្វើជាចិត្តភ្នែកក្តានកណ្ដុរត្រៀមខ្លួនចាំក្នុងគុម្ពោតព្រៃដើម្បីរងចាំឱកាសអ្នកប្រមាញ់ដើរមកដល់កន្លែងនោះហើយឃើញក្តានដេកស្លាប់នៅលើផ្លូវវ៉ាហេងម្លេះសំណាងខ្ញុំមែនអ្នកប្រមាញ់មានចិត្តលោភលន់ក៏ដើរទៅមុខដើម្បីចាប់យកក្តានភ្លាមដែលអ្នកប្រមាញ់ដើរចេញពីថង់កណ្ដុរក៏ទៅកាត់ថង់នោះរហែកពេលអ្នកប្រមាញ់ដើរទៅជិតក្តានក្អែកក៏ហើរចេញទៅរ៉ាឌីក៏ក្រោកឡើងហើយរត់បាត់ទៅអ្នកប្រមាញ់មិនយល់ថាមានរឿងអ្វីកើតឡើងនោះទេទន្ទឹមនឹងនោះកណ្ដុរក៏បានជួយដោះលែងអណ្ដើកចេញពីថង់ពួកគេទាំងពីររត់ចូលទៅក្នុងគុម្ពោតព្រៃភ្លាម
អ្នកប្រមាញ់ក៏ត្រឡប់មកយកថង់វិញស្រាប់តែឃើញថង់ប្រទេសស្អាតហើយអណ្ដើកក៏រត់បាត់ទៅធ្វើឲ្យអ្នកប្រមាញ់ខកចិត្តយ៉ាងខ្លាំងចំណែកឯអណ្ដើកក្តានកណ្ដុរនិងក្អែកក៏បានជួបជុំគ្នាដោយក្តីរីករាយតាមរយៈរឿងនេះយើងអាចរៀនបានថាសាមគ្គីភាពគឺជាកម្លាំងសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះដើម្បីទស្សនាវីដេអូថ្មីបន្ថែមសូមចុច Like Share និង Subscribe Channel Baby Genie